អូខេអញ្ចឹងជាប្រវត្តិសង្ខេបខ្ញុំក្រោយពីបញ្ចប់ការសិក្សាខាងផ្នែកសេដ្ឋកិច្ចបម្វិទ្យានៅសាលាមកខ្ញុំបំពេញការងារនៅអង្គការនៅខេត្តរតនគិរីហើយយើងធ្វើលើវិស័យអប់រំហើយនឹងសិក្សាអនាម័យភាគច្រើនប៉ុន្តែតើធ្វើយូរទៅគាត់ថាខ្លួនឯងចង់ឈប់ធ្វើឲ្យព្រោះយូរពេកអញ្ចឹងគាត់ថាចង់រកអាជីវកម្មមួយអញ្ចឹងក៏ចាប់ផ្ដើមគិតរឿងធ្វើសាប៊ូបាទអញ្ចឹងអ្វីដែលយើងធ្វើនៅទីនេះគឺមានពីរចំណុចទី1គឺយើងប្រឹងប្រែងធ្វើសាប៊ូឲ្យមានគុណភាពដែលអាចទទួលយកបានហើយទី2គឺដៃគូរបស់យើងដែលចូលរួមរស់ស៊ីមួយយើងហ្នឹងគាត់មានជំនាញអ្វីដែលយើងរៀនបានពីភ្នំពេញហ្នឹងយកទៅចែកម្លែករបស់គាត់ដែរបាទអញ្ចឹងអ្វីដែលជាចំណុចពិសេសរបស់យើងបើប្រៀបធៀបនឹងដៃគូដែលធ្វើសាប៊ូដូចគ្នានៅរតនគិរីយើងចង់ឲ្យអ្នកដែលគាត់ប្រើប្រាស់ហ្នឹងមានអារម្មណ៍ថាគាត់ប្រើអត់ស្ដាយទេហើយគាត់ប្រើទៅគាត់សន្សំលុយគាត់ជាជាងគាត់ប្រើផលិតផលដែលនាំចូលបងទៀតហើយដៃគូដែលចូលរួមជាមួយយើងខ្ញុំគិតថាដោយសារសង្គមយើងប្រែប្រួលការវិវត្តរបស់ប្រទេសប្រែប្រួលហើយអញ្ចឹងអាជីវកម្មខ្នាតតូចដែលយើងនឹងចូលជួយរួមផ្ដល់ជំនាញគាត់នឹងត្រៀមខ្លួនរួចសម្រាប់ការវិវត្តរបស់ប្រទេសយើងនៅពេលខាងមុខ